ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាព្រះពុទ្ធរូបក្រោមដើមពោធិព្រឹក្សគឺពុទ្ធជ្រះថ្លាខេងហើយមួយអង្គនោះក៏នៅដៃខ្ញុំចឹងដែរសុទ្ធតែជាព្រះពុទ្ធបដិមាកសាងដើម្បីសាស្ត្រាណាបងប្អូននេះគឺព្រះពុទ្ធបដិមាព្រះអង្គសមាធិនៅក្រោមដើមពោធិព្រឹក្សហើយឡើយនេះក៏រូបព្រះពុទ្ធរូបដែរគឺព្រះអង្គឲ្យអភ័យចំពោះសពសត្វទាំងឡាយទាំងពួងឲ្យបាននូវសេចក្តីសុខហើយបើសិនជាបងប្អូនពេញចិត្តក្នុងវីដេអូបងប្អូនសូមជួយចុច Subscribe សញ្ញាកណ្ដឹងម្នាក់មួយដើម្បីជាកម្លាំងចិត្តឲ្យបងប្អូនទទួលបានវីដេអូថ្មីៗបន្តទៅមុខទៀត